ថ្ងៃនេះថ្ងៃចុងសប្តាហ៍ក៏អត់បានទៅដើរលេងដាក់អីណាគេដែរក៏ពីអ្នកចែដឹកដៃគ្នានាំគ្នាទៅសាក់បបោមាត់និងផ្លុំចើមអញ្ចឹងណាហើយកន្លែងធ្វើនឹងក៏មិនឆ្ងាយដែរជិះ taxi ពីកន្លែងខ្ញុំទៅគាត់នឹងអស់តែ7000ទេហើយអ្នកសាក់អ្នកផ្លុំនឹងខ្មែរពុកម៉ែបងប្អូនខ្មែរគាត់ធ្វើស្អាតដែរបងប្អូនខ្មែរយើងភាគច្រើនទៅធ្វើនៅនឹងច្រើនណាមិនថាបបោមាត់ចើមពុតរោមចើមដាំសក់អីចឹងណាហើយនេះសកម្មភាពខ្ញុំមកដល់ហើយពុកម៉ែបងប្អូនមកដល់ហើយក៏នាំគ្នារកផ្ទះគាត់ចឹងណាពងថាតែរកផ្ទះគាត់នៅតាណាតណីចឹងណាចាយមកតាក់តងហើយនេះឥឡូវនេះក៏មកដល់ហើយមកដល់ហើយក៏នាំគ្នាឡើងទៅចូលបន្ទប់ចូលអីគាត់ចឹងណាគាត់បើកទ្វារចាំយើងហើយហើយគាត់តែមកដល់ក៏មិនប្រអងយូរដែរពុកម៉ែបងប្អូនដោយសារពួកខ្ញុំខកជើងខ្ញុំណាត់គាត់ម៉ោង10តែខ្ញុំមកដល់ម៉ោង10ជាងអីចឹងណាដោយសារខ្ញុំចាប់ taxi អត់បានតែពេលចឹងទៅយឺតម៉ោងហើយណាមួយគាត់មានភ្ញៀវមានអីច្រើនចឹងណាចឹងហើយគាត់តែមកដល់ភ្លាមអត់មានបានសារៈទេពុកម៉ែបងប្អូនមកដល់ភ្លាមគាត់ចាត់ការតែម្ដងហើយមានបងប្អូនស្រីណាដូចខ្ញុំខ្លះអត់ខ្ញុំមនុស្សស្រីមែនតែខ្ញុំអត់ចេះគូអញ្ចាមគូអីទេកាលនៅមួយមិត្តភក្តិខ្ញុំតែងតែគាត់ទៅណាតណីគាត់គូឲ្យចឹងណាហើយក៏គាត់តែងតែរករឿងយើងដែររករឿងយើងថារៀនធ្វើខ្លួនឯងទៅគាត់មិននៅមួយយើងរហូតធ្វើយើងរហូតទេថ្ងៃណាមួយដែលយើងនៅតែឯងទៅយើងអត់ចេះធ្វើអញ្ចឹងទៅវាពិបាកអីចឹងណាតែតាំងពីពេលនោះមកខ្ញុំក៏រៀនធ្វើខ្លះចឹងតែធ្វើទៅវាអត់ស្អាតអីចឹងហើយវាពិបាកវាចំណាយពេលយូរចឹងទៅក៏សម្រេចចិត្តថាទៅផ្លុំចាមចឹងណាពុកម៉ែបងប្អូនដោយសារយើងអត់ចេះគូចេះអីហើយពេលតាណាតណីវាជារៀងចំណាយពេលដែរចឹងណាចឹងហើយក៏ទៅផ្លុំចាមផ្លុំអីមកទៅដោយសារចាយគាត់ពូលផងឲ្យផងក៏ទៅបាន2នាក់បងប្អូនហើយបបោមាត់ហ្នឹងអីក៏អត់ផ្លុំដែរបងប្អូនដោយសារយើងលាបក្រែមយូរទៅបបោមាត់យើងខ្មៅទៅពេលចឹងទៅផ្លុំឲ្យក្រហមទៅវាស្រួលចឹងណាយើងទៅណាតណីមានទំនុកចិត្តហើយមនុស្សស្រីយើងសំខាន់គឺរូបសម្រស់នឹងឯងដោយថាពីមុនយើងអត់ចេះធ្វើខ្លួនទេតែឥឡូវយើងដេញតាមសម័យគេចឹងដែរណាបងប្អូនតែបើតាមខ្ញុំគិតទៅគ្រាន់តែផ្លុំចើមហើយនឹងធ្វើបបោមាត់ផ្លុំបបោមាត់ហ្នឹងមិនថាធ្វើខ្លួនទេពុកម៉ែបងប្អូនបើនៅកូរ៉េវិញគេធ្វើច្រើនណាត្រឹមប៉ុណ្ណឹងគេថាសាមញ្ញបើនៅកូរ៉េវិញគេកែនេះកែនោះហើយចង់និយាយមួយទៀតអ្នកកែសម្ផស្សណាកែមួយចង់កែមួយកែមួយចង់កែមួយអត់នេះទេអត់ស្កប់ស្កល់ទេឃើញអានេះស្អាតខ្វះអានោះឃើញអានោះស្អាតខ្វះអានេះចឹងណាកែរហូតហើយខ្ញុំថ្ងៃនេះពីអ្នកបងក៏មកសាក់ចាមផ្លុំបបោមាត់អីចឹងណាគិតថាឲ្យដូចថារស់នៅឲ្យទាន់សម័យគេចឹងណាតែគាត់ថាដូចខ្ញុំនិយាយចឹងផ្លុំចាមឲ្យបបោមាត់មានអីទៅទាន់សម័យគេទេព្រោះអីសម័យឥឡូវគេជឿនលឿនសងអីគេកែនេះកែនោះស្អាតណាជាពិសេសបងអូននៅកូរ៉េគាត់មានសមត្ថភាពរកលុយចឹងណាអញ្ចឹងហើយគាត់អាចចំណាយលើខ្លួនគាត់អីចឹងណាបងប្អូន